បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាខ្ញុំបាទតតាខាងក្រុមហ៊ុនយ៉ាងស៊ឺគ្រប់ថ្ងៃនេះបងប្អូនបានឃើញយើងមានចេញវីដេអូថ្មីមួយទៀតសម្រាប់ review បងប្អូនដែលគាត់ធ្វើខាងស្លាកយីហោអានេះគឺម៉ាស៊ីនគេហៅថាម៉ាស៊ីនពុតជើងអក្សរដែលយើងអាចធ្វើស្លាកយីហោតោះមកយើងកម្លាំងផ្លាកនៅក្នុងខាងហើយដែលយើងអាចឃើញអក្សរផុសហើយជាក់ស្ដែងគឺម៉ាស៊ីននេះគឺពុតជិះមកគឺរៀងចាចឹងគឺយើងមានបាតជើងអក្សរបើជាក់ស្ដែងបងប្អូនមើលទៅគឺយើងអាចប្រើដល់ម៉ាស៊ីនដល់3គ្រឿងទី1គឺម៉ាស៊ីនកាត់បាតស្លឹកយើងប្រើ fiber laser យើងកាត់ស្លឹកហើយមកទៀតគឺយើងប្រើម៉ាស៊ីនពុតជើងនេះហើយដែលយើងពុតចេញជាគេហៅថាស្កវ៉ាត់ឬកែមជើងណាហើយបានចង់ក្រោយមាននេះគឺយើងប្រើម៉ាស៊ីនផ្សារដូចបងប្អូនឃើញខាងក្នុងមានអត់អត់ចឹងគឺយើងប្រើម៉ាស៊ីនផ្សារមួយទៀតអញ្ចឹងមាន13គ្រឿងតែថ្ងៃនេះគឺយើងផ្ដោតសំខាន់លើម៉ាស៊ីនពុតជើងសិនអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងដាក់ថាសប្រវត្តិពីនោះហ្នឹងគឺយើងទិញមកវាមានយើងហៅថាកម្ពស់ជើងដែរអញ្ចឹងវាមានកម្ពស់របស់វាហើយម៉ាស៊ីនស៊េរីនេះគឺយើងអាចដាក់បានកម្ពស់ខ្សែក្រវ៉ាត់ហ្នឹងគឺខ្ពស់ផុតគឺ12អញ្ចឹងចាប់ពី12ចុះក្រោយគឺយើងកំងទិញជើងអក្សរតាមហ្នឹងទៅគាត់មកគឺinoxស្លឹកinoxហ្នឹងគឺយើងបញ្ចូលកន្លែងហ្នឹងហើយកន្លែងនេះគឺអេក្រង់ម៉ាស៊ីននេះគឺបំពាក់ជាមួយកុំព្យូទ័រមួយឈុតតែម្ដងអញ្ចឹងយើងចូលមកមើលខាងក្នុងនេះអញ្ចឹងបងប្អូនបានឃើញហើយនេះគឺស្លឹកចូលហើយវាមានកន្លែងតាក់ជើងស្លឹកបន្ទាប់មកទៀតក៏ចូលមកកន្លែងដុំនេះតម្រង់ហើយកន្លែងនេះម្ដុំនេះគឺម៉ូទ័រវាមានជាកាបិតខាងក្នុងអញ្ចឹងកាបិតការងាររបស់វាគឺវាអាចធ្វើឆ្នោតក្នុងករណីដែលយើងអត់ចង់ឲ្យអក្សរហ្នឹងវាដាច់យើងត្រូវការដាក់ឆ្នោតឲ្យវាដើម្បីការងារយើងក្រោយមកគឺយើងមើលតាមរូបរាងអក្សរយើងពុតបត់បែកតាមហ្នឹងណាបងប្អូនអញ្ចឹងចូលមកកន្លែងនេះហើយគឺកន្លែងដែលយើងពុតស្លឹកតោះមកទៀតខ្ញុំនឹងមានវីដេអូคลิปទូចមួយដាក់នៅគៀនវីដេអូហ្នឹងឲ្យបងប្អូនឃើញថាការងារពុតរបស់វាសកម្មភាពវាមិនខ្លះអញ្ចឹងបន្ទាប់មកគឺការងារបន្តទៀតគឺអ្នកដែលកាន់ម៉ាស៊ីនគឺគាត់ត្រូវការទាវជាមួយរូបរាងអក្សរហើយនឹងគាត់ធ្វើការងារភាពតាមបាតស្លឹកមួយហើយគាត់ផ្សារមួយបានទិញជាអក្សរមួយបានអញ្ចឹងសម្រាប់ម៉ាស៊ីននេះគឺងាយស្រួលប្រើបងប្អូនអ្នកដែលកាន់ម៉ាស៊ីនយើងទាមទារគាត់ចេះកាន់ពីគូក្នុង Corel Pro AutoCAD ជា Headline ហើយយើង export ចេញមកជា DWG ហើយយើងអាចបញ្ចូលក្នុងកុំព្យូទ័រ desktop ហ្នឹងភ្លាមតែម្ដងហើយមកធ្វើការងារស្រែបន្តិចតួចព្រោះឲ្យបាត់ខ្លះវាតាមទៅហូបអក្សរយើងធំគេងាយស្រួលពុតតែបើអក្សរទៅវាអក្សរខ្មែរយើងអញ្ចឹងបងប្អូនពេញប៉ាន់កំពុងប៉ុណ្្នឹងនេះក៏យើងអាចពុតបានដែរប៉ុន្តែការរៀបហ្នឹងពីតាំងពីទៅយើងត្រូវការចាយពេលផ្សារវាដើម្បីពុតវាចេញជាអក្សរខ្មែរអញ្ចឹងបងប្អូនអូខេយើងខាងលើយើងបានឃើញឥឡូវយើងមកមើលខាងក្នុងម្ដងអញ្ចឹងខាងក្រោមនេះគឺជាទូភ្លើងហើយនឹងបំពាក់ជាមួយកុំព្យូទ័រមួយឈុតបងប្អូនមកមើលកន្លែងនេះគេវាមានជាបតចឹងហើយនេះគឺជាបតបម៉ាស៊ីនអញ្ចឹងគ្រឿងក្នុងបម៉ាស៊ីនគឺបងប្អូនបានឃើញហើយម៉ាស៊ីននេះគឺមានទម្ងន់ធ្ងន់គឺមាំមែនតើអញ្ចឹងបងប្អូនតែបារម្ភថាការងារពុតរបស់វាមិនដែរទេហើយម៉ាស៊ីននេះក៏យើងលក់នៅក្នុងស្រុកខ្មែរបានច្រើនដែរអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍លើការងារពុតជើងអក្សរគឺអាចជាវនៅក្នុងក្រុមហ៊ុនយ៉ាងស៊ូគ្រប់បានតាមសាខាហាន់100សម្រាប់ព័ត៌មានថែមបងប្អូនអាចឆាតតាមពេកបានអញ្ចឹងសូមជម្រាបលាសូមអរគុណ